រកឬគូបនៃចំនួនខាងក្រោមចុះយើងចូលដល់លេខរៀងអក្សរឈរ x គូបស្មើនឹងដក512ចឹងចំនួនដែលគេឲ្យមកគឺអវិជ្ជមានដូចនេះយើងអាចបានចម្លើយទៅឲ្យគេជាចំនួនអវិជ្ជមានវិញនេះជាចម្លើយនៃឫសគូបគឺមានចម្លើយតែមួយគត់អញ្ចឹងយើងអាចទាញយក x ស្មើនឹងយើងពាក់ឫសគូបឲ្យដក512អញ្ចឹងឫសគូបគឺជា radical ដែលមានសន្ទុះ3អញ្ចឹងយើងពាក់ឲ្យដក512បន្ទាប់មកគឺយើងលើក512នេះឲ្យបានស្វ័យគុណ3យើងលើក512នេះឲ្យទៅជាស្វ័យគុណ3ឥឡូវយើងធ្វើវិធីយកវាមកចែកដើម្បីលើកជាស្វ័យគុណគឺយើងយក512នេះមកចែកជាកតាបដ្ឋមអញ្ចឹងវិធីចែកជាកតាបដ្ឋមទី1គឺយើងមើលថាតើចំនួននោះចែកដាច់នឹងប្រមាណអញ្ចឹងលេខ512គឺជាចំនួនគូគឺវាចែកដាច់នឹង2យើងយកវាមកចែកនឹង2ចឹងយើងចែកនឹង2យើងចែកវាមកយើងឃើញផលចែកប្រមាណគឺយើងដាក់នៅខាងក្រោមលេខ512ចឹងលទ្ធផលដែលយើងចែកបាន512ចែកនឹង2គឺបាន256ចឹង256ចែកនឹង2ដាច់ទៀតចឹងយើងចែកវាបន្តនឹង2ទៀតមកគឺយើងបានផលចែកប្រមាណគឺយើងយកមកដាក់នៅខាងក្រោម256អញ្ចឹង256គឺចែកនឹង2បាន128យើងអាចចែកដាច់នឹង2ទៀតអញ្ចឹងយើងចែកនឹង2បន្តទៀតមកយើងបានផលចែកប្រមាណគឺយើងដាក់នៅខាងក្រោម228អញ្ចឹងបានន័យថា228ចែកនឹង2គឺបាន64អញ្ចឹងយក64ទៅចែកនឹង2បន្តទៀតយើងចែកនឹង2បន្តទៀតមកគឺយើងបាន32 62ចែកនឹង2បាន32យើងដាក់នៅខាងក្រោមលេខ64រួចហើយយើងយក32នេះមកចែកនឹង2បន្តទៀតយើងយក32មកចែកនឹង2បន្តទៀតគឺយើងចែកបាន16 32ចែកនឹង2បាន16អញ្ចឹង16ចែកនឹង2បានទៀតយើងចែកបន្តទៀតមកដោយសារវានៅតែចែកដាច់អញ្ចឹងយើងចែក16នឹង2បាន8យក8ចែកនឹង2បន្តទៀតបាន4យក4ចែកនឹង2បន្តទៀតគឺបាន2ចារួចហើយយក2ចែកនឹង2បន្តទៀតគឺបាន1អញ្ចឹងយើងអស់ហើយកាលណាតែយើងចែកដល់ចម្លើយសល់1គឺយើងន័យថាចែកអស់ឥឡូវយើងចាប់ផ្ដើមប្រមូលផ្ដុំឲ្យទៅជាស្វ័យគុណ3គឺយើងបែងចែកជា3ក្រុមយើងចង់បានស្វ័យគុណ3យើងដាក់វាជា3ក្រុមរួចហើយយើងរាប់ចែកគ្នាឲ្យស្មើគ្នាលេខ2នេះមានចំនួន3យើងយកមកចែកគ្នាម្នាក់មួយមកវាអស់3ហើយវាអស់3អញ្ចឹងយើងចែកគ្នាម្នាក់មួយបន្តទៀតយើងចែកគ្នាម្នាក់មួយបន្តទៀតមក2យើងដាក់តាមវងកញ្ចក់ម្នាក់មួយបន្ថែមទៀតមករួចហើយយើងអស់6ហើយយើងអស់6ហើយនៅសល់3ទៀតនៅសល់លេខ2ចំនួន3ទៀតយើងចែកគ្នាបានម្នាក់មួយទៀតចែកគ្នាបានម្នាក់មួយទៀតមកគឺយើងគុណចូលគ្នាយើងគុណចូលគ្នាមកយើងបាន8 2គុណនឹង2គុណនឹង2យើងបាន8អានេះគុណមកបាន8គុណមកបាន8អញ្ចឹងយើងលើកបាន8ស្វ័យគុណ3ឬក៏ហៅថា8គូបអញ្ចឹងបានន័យថា512គឺលើកជាគូបគឺបាន8គូបតែយើងដាក់សញ្ញាដកមកឲ្យគេវិញផងអញ្ចឹងសញ្ញាដកពេលយើងដាក់មកទូទាត់លទ្ធផលគឺចេញបានដកអញ្ចឹងយើងអាចចេញមកក្រៅ radical បានដក8ដូចនេះចម្លើយរបស់ឫសគូបគឺមានតែមួយទេយើងទាញបាន x ស្មើដក8យើងចូលដល់លំហាត់លេខរៀងអក្សរញូអញ្ចឹង x គូបស្មើនឹងដក64អញ្ចឹងសម្រាប់លេខ64វា
លេខវាចំនួនតិចអញ្ចឹងយើងអាចគិតបានដោយមិនបាច់យកទៅចែកកតាបឋមទេយើងលើកមកគឺយើងបំបែកបានប្រមាណស្វ័យគុណ3យើងដាក់មកឬក៏យើងអាចយកទៅចែកក៏បានដែរដើម្បីងាយស្រួលក្នុងការរកស្វ័យគុណអញ្ចឹងបើយើងលើកធម្មតាមកយើងបានដក4ស្វ័យគុណ3អញ្ចឹងយើងចេញមកក្រៅបានដក4ដូចនេះ x ស្មើដក4ចូលដល់លំហាត់អក្សរដ x គូបស្មើ1លើ8គេឲ្យមកជាប្រភាគអញ្ចឹងយើងអាចគណនារកតម្លៃនៃ x ទៅវិញគឺបានចម្លើយជាប្រភាគយើងពាក់ radical ដែលមានសន្ទុះ3ឬក៏ឫសគូបនេះឲ្យ1លើ8អញ្ចឹងយើងអាចច្នៃ1លើ8ឲ្យទៅជាស្វ័យគុណ3បានគឺយើងប្រើ radical រួមគ្នាមកយើងបាន1យើងអាចលើកបាន1ស្វ័យគុណ3ដល់8យើងអាចលើកបាន2ស្វ័យគុណ3យើងប្រើវងកញ្ចក់ក្តបមកយើងដាក់ស្វ័យគុណរួមគ្នាអញ្ចឹងយើងអាចចេញពី radical បានហើយគឺស្មើ1លើ2ដូចនេះ x ស្មើ1លើ2បើគេឲ្យមកជាចំនួនវិជ្ជមានយើងបានចម្លើយវិជ្ជមានទៅឲ្យគេនេះចំពោះឫសគូបណាវាមានចម្លើយតែមួយទេគឺយើងបាន x ស្មើ1លើ2ចូលដល់លំហាត់អក្សរថ x គូបស្មើនឹងដក8លើ27អញ្ចឹងចំនួនអវិជ្ជមានគេឲ្យមកចំនួនអវិជ្ជមានយើងអាចរកចម្លើយទៅឲ្យគេវិញអវិជ្ជមានដែរអញ្ចឹងយើងពាក់ឫសគូបឲ្យដក8លើ27បន្ទាប់មកយើងលើកចំនួនលេខនេះឲ្យទៅជាស្វ័យគុណ3អញ្ចឹងយើងអាចច្នៃបានចំពោះលេខ8គឺយើងអាចលើកជាស្វ័យគុណ3គឺបាន2ស្វ័យគុណ3អញ្ចឹងយើងដាក់លេខ2សិន27យើងអាចលើកបាន3ស្វ័យគុណ3អញ្ចឹងយើងដាក់លេខ3សិនបន្ទាប់មកយើងប្រើវងកញ្ចក់ក្តបរួចហើយយើងដាក់ស្វ័យគុណរួមគ្នាហើយយើងអាចចេញក្រៅបានស្មើនឹងដក2លើ3សន្ទុះនៃ radical នៅនឹងស្វ័យគុណគឺស្មើគ្នានៅនេះយើងអាចចេញបានដក2លើ3ដូចនេះចម្លើយរបស់វាគឺស្មើ x ស្មើដក2លើ3ចម្លើយមានតែមួយទេដូចនេះ x ស្មើដក2លើ3ចឹងចម្លើយគឺចេញអវិជ្ជមានដូចគ្នាសូមកូនជួយចុច Subscribe នៅក្នុងវីដេអូរបស់អ្នកគ្រូម្នាក់មួយផងសូមអរគុណ